នៅថ្ងៃអង្គារទី1កក្កដា2025តុលាការរដ្ឋធម្មនុញ្ញថៃបានសម្រេចព្យួរតំណែងនាយករដ្ឋមន្ត្រីរបស់លោកស្រីផែថងឋានស៊ីណាវ៉ាត់ជាបណ្ដោះអាសន្នសិនក្នុងពេលរងចាំការសម្រេចជាផ្លូវការដែលត្រូវការពេលវេលាយូរជាច្រើនសប្តាហ៍ឬរាប់ខែនេះបើតាមសេចក្តីថ្លែងការណ៍របស់តុលាការធម្មនុញ្ញនៅថ្ងៃដដែលនេះដែរលោកថាក់ស៊ីនដែលជាឪពុកត្រូវតុលាការព្រហ្មទណ្ឌថៃបើកសវនកម្មជំនុំជម្រះក្នុងបទជេរប្រមាថព្រះមហាក្សត្រប្រមុខរដ្ឋាភិបាលកម្ពុជាលោកហ៊ុនម៉ាណែតនៅព្រឹកថ្ងៃទី1កក្កដាឆ្នាំ2025នេះបានបញ្ជាក់ថាក្រុមអ្នកច្បាប់អន្តរជាតិនឹងមកដល់កម្ពុជានៅល្ងាចថ្ងៃអង្គារនេះដើម្បីពិភាក្សាលើបណ្ដឹងដែលកម្ពុជាដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ក្នុងសំណុំរឿងព្រំដែនគោកជាមួយថៃតាមលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនៅក្នុងការដាក់ពាក្យបណ្ដឹងប្តឹងថៃទៅតុលាការ ICJ នេះរដ្ឋាភិបាលកម្ពុជាបានរៀបចំទាំងអ្នកច្បាប់ក្នុងប្រទេសនិងអ្នកច្បាប់អន្តរជាតិដែលនេះបង្ហាញពីការយកចិត្តទុកដាក់លើផលប្រយោជន៍ជាតិសប្តាហ៍នេះទ្វីបអឺរ៉ុបជួបប្រទះរលកកម្ដៅក្តៅខ្លាំងប្រទេសអឺរ៉ុបមួយចំនួនចាប់ផ្ដើមមានភ្លើងឆេះព្រៃជាបណ្ដាស្រេចទៅហើយរដ្ឋាភិបាលបារាំងប្រកាសអាសន្នឲ្យប្រុងប្រយ័ត្នកម្រិតខ្ពស់នៅក្នុងតំបន់ជាច្រើនព្រមទាំងបិទសាលារៀនខ្លះផងចំណែកទួរគីបានជម្លៀសប្រជាជន50,000 នាក់ក្រោយពីភ្លើងឆេះគេហដ្ឋានប្រមាណជា130កន្លែងនិងរបួសមនុស្សជាច្រើនសិបនាក់ជារៀងរាល់ព្រឹកប្រជានេសាទផ្ដើមចេញទូកទៅនេសាទឬរាវខ្យងក្រោមបាតសមុទ្រដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃប៉ុន្តែបច្ចុប្បន្ននេះទីតាំងដែលអ្នកនេសាទធ្លាប់អាស្រ័យផលទឹកសមុទ្រប្រែជាល្អក់ខុសប្រក្រតីនិងឡើងកកកើតជាភក់ផលវិបាកនេះធ្វើឲ្យប្រជានេសាទនៅភូមិព្រែកអំពិលត្រូវបង្ខំចិត្តធ្វើដំណើរទៅរាវខ្យងកាន់តែឆ្ងាយទៅពីដីគោកនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតបានផ្ញើសារទៅភាគីថៃនៅថ្ងៃអង្គារទី1ខែកក្កដានេះថាកម្ពុជានឹងមិនទទួលយកសំណើស្នើសុំពីភាគីថៃឬបើកការចរចាណាមួយជាមួយភាគីថៃដើម្បីបើកច្រកទ្វារព្រំដែននោះទេក្នុងន័យនេះលោកថាភាគីថៃខ្លួនឯងដែលត្រូវសម្រេចកែសម្រួលស្ថានភាពឲ្យដូចមុនថ្ងៃ7ខែមិថុនាវិញ